នៅក្នុងប្រទេសថៃព្រះមហាក្សត្រមិនមែនគ្រាន់តែជាប្រមុខរដ្ឋនោះទេប៉ុន្តែជាអាទិទេពរស់លើដីដែលប្រជាជនគោរពបូជាច្បាប់ការពារប្រជាស្ដារដ៏តឹងរ៉ឹងបំផុតនៅក្នុងលោកអាចធ្វើឲ្យមនុស្សម្នាក់ជាប់គុកដល់ទៅ15ឆ្នាំគ្រាន់តែនិយាយរិះគន់ស្ដេចមួយម៉ាត់ប៉ុណ្ណោះប៉ុន្តែនៅពីក្រោយជញ្ជាំងវាំងដ៏ខ្ពស់សន្លឹមនិងមាសប្រាក់វល់លៀនតើមានរឿងរ៉ាវអាស្រូវនឹងអាចកំបាំងអ្វីខ្លះដែលត្រូវបានគេលាក់បាំងថ្ងៃនេះយើងនឹងមកវះកាត់ប្រវត្តិសាស្ត្រនិងរឿងរ៉ាវដ៏រសើបបំផុតរបស់រាជវង្សចក្រីដែលអ្នកប្រហែលជាមិនធ្លាប់បានឮពីមុនមកដើម្បីយល់ពីរឿងអាស្រូវនាពេលបច្ចុប្បន្នយើងត្រូវក៏លេចទៅមើលអតីតកាលបន្តិចរាជវង្សចក្រីបានគ្រប់គ្រងប្រទេសថៃតាំងពីឆ្នាំ1782មកម្លេះប៉ុន្តែស្ដេចដែលបានបង្កើតឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបគឺព្រះបាទភូមិពលអដុលយ៉ាដេតឬរាមាទី9ទ្រង់គ្រងរាជ្យអស់រយៈពេល70ឆ្នាំដែលជាស្ដេចគ្រងរាជ្យយូរបំផុតមួយនៅក្នុងលោកទ្រង់ត្រូវបានគេចាត់ទុកថាជាឪពុកនៃជាតិតាមរយៈគម្រោងអភិវឌ្ឍរាប់ពាន់និងការបង្ហាញប្រភេទយ៉ាងសាមញ្ញញើសស្រក់ដើម្បីប្រជាជនប៉ុន្តែស្រមោលងងឹតក៏ចាប់ផ្ដើមការឡើងគ្រងរាជ្យរបស់ទ្រង់កើតឡើងបន្ទាប់ពីបងប្រុសបង្កើតរបស់ទ្រង់ស្ដេចរាមាទី8ត្រូវបានគេរកឃើញថាសុគតដោយសារត្រូវគ្រាប់កំភ្លើងចំកណ្ដាលព្រះកេសនៅក្នុងបន្ទប់ផ្ទុំកាលពីឆ្នាំ1946ដែលរហូតមកដល់ពេលនេះវានៅតែជាអាថ៌កំបាំងដ៏ខ្មៅងងឹតបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថៃនៅពេលដែលស្ដេចរាមាទី9សុគតក្នុងឆ្នាំ2016ពិភពលោកបានបង្វែរភ្នែកទៅរកព្រះរាជបុត្រតែមួយគត់របស់ទ្រង់គឺព្រះបាទមហាវជ្ជរាលង្កនផ្ទុយពីព្រះបិតារាមាទី10នាំមកនូវរឿងរ៉ាវដ៏រសើបជាច្រើនដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយមិនចេះហត់នឿយទ្រង់មានរឿងអាស្រូវធំៗចំនួន3ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទី1ជីវិតស្នេហានិងការតែងតាំងឋានៈដ៏ស្មុគស្មាញទ្រង់ត្រូវបានរៀបអភិសេកនឹងការលែងលះជាច្រើនដងអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺការតែងតាំងលោកស្រីស៊ីនីណាតជាស្រីស្នំឯកក្នុងឆ្នាំ2019ដែលជាការតែងតាំងលើកដំបូងក្នុងរយៈពេល71សតវត្សប៉ុន្តែប្រហែលខែក្រោយមកក៏ត្រូវបានដកហូតងារនិងចាប់ដាក់គុកដោយចោទថាមិនស្មោះត្រង់ហើយចុងក្រោយក៏ត្រូវបានផ្ដល់ឋានៈវិញដដែលទី2ការគង់នៅប្រទេសអាល្លឺម៉ង់កំឡុងពេលដែលប្រទេសថៃជួបវិបត្តិ COVID-19 និងបញ្ហាសេដ្ឋកិច្ចមានសេចក្តីរាយការណ៍ថាព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅសន្តាគារដ៏ប្រណិតមួយនៅជើងភ្នំអាល់ប្រទេសអាល្លឺម៉ង់ជាមួយនឹងបរិវារជាច្រើនរូបដែលធ្វើឲ្យប្រជាជនថៃមួយចំនួនកើតក្តីមិនសុខចិត្តជាខ្លាំងទី3ទ្រព្យសម្បត្តិដ៏មហាសាលស្ដេចថៃត្រូវបានទស្សនាវដ្តីអន្តរជាតិជាច្រើនចាត់ទុកថាជាស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងលោកប្រមាណចន្លោះពី30ទៅ40ពាន់លានដុល្លារការផ្ទេរទ្រព្យសម្បត្តិរាជវង្សមកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ពីក្រុមបាតកោវ័យក្មេងកាលពីមុនរឿងរ៉ាវទាំងនេះត្រូវបានគេខ្សឹបខ្សៀវតែនៅក្នុងទីងងឹតប៉ុណ្ណោះប៉ុន្តែនៅក្នុងឆ្នាំ2020របាំងនៃការភ័យខ្លាចត្រូវបានបំបែកក្រុមនិស្សិតនិងយុវជនចំនួនថ្មីរាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងបាងកកពួកគេមិនមែនគ្រាន់តែទាមទារដេញនាយករដ្ឋមន្ត្រីនោះទេប៉ុន្តែពួកគេធ្វើរឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនោះគឺការទាមទារឲ្យកែតម្រង់អំណាចស្ដេចកាត់បន្ថយថវិការាជវង្សនិងលុបបំបាត់ច្បាប់មាត្រា12ច្បាប់ការពារព្រះចេស្តារឿងរ៉ាវរាជវង្សថៃគឺជាការតស៊ូរវាងទំនៀមទម្លាប់បុរាណដ៏ពិសិដ្ឋនិងការផ្លាស់ប្ដូរនៃពិភពលោកសម័យថ្មីបើទោះបីជាមានព្យុះរឿងអាស្រូវនិងការតវ៉ាយ៉ាងណាក៏ដោយក៏ស្ថាប័នព្រះមហាក្សត្រថៃនៅតែជាសសរទ្រូងដ៏រឹងមាំនិងមានឥទ្ធិពលដ៏ជ្រៅសន្លឹមនៅក្នុងនយោបាយនិងយោធាថៃដដែលតើថ្ងៃអនាគតរាជវង្សចក្រីនឹងអាចរក្សាអំណាចដ៏ពិសិដ្ឋនេះបានយូរប៉ុណ្ណាមានតែពេលវេលាប៉ុណ្ណោះដែលអាចឆ្លើយបាន